កុំថាចេញតែសកម្មភាពរបស់លោកតានឹងក៏ជាសកម្មភាពរបស់លោកយាយដែរលោកយាយក៏ការងារសកម្មមិនចាញ់លោកតាដែរនិយាយរួមទៅលោកតានិងលោកយាយគឺសកម្មណាស់មិនដែរចេះនៅស្ងៀមទេនិយាយរួមទៅពួកគាត់ណាគឺស្មារតីគ្នាណារឿងលក្ខណៈថាដាំដំណាំដាំដុះនឹងនិយាយរួមគឺគាត់អត់ដែរចេះទំរុនទេខ្ញុំទៅ8ថ្ងៃហ្នឹងគឺស្មារតីគ្នាណាទាំងលោកតាលោកយាយទោះបីជាគាត់ថ្ងៃសិលត្រូវទៅវត្តពេលព្រឹកគាត់ក្រោកពីល្ងឹតទៅវត្តទៅសុំសិលមកវិញហើយក៏គាត់នៅតែមើលដំណាំដាំដុះរបស់គាត់នឹងដែរហើយសកម្មភាពមើលចៅធ្វើម្ហូបនិយាយរួមទៅគឺលោកតានិងលោកយាយគឺស្មារតីគ្នាណាគឺគាត់ស្រឡាញ់ចៅស្មើគ្នាមិនដែរថាចៅនេះចៅនោះទេគឺស្រឡាញ់ស្មើគ្នាតែទោះបីជាចៅនិយាយគ្នាស្ដាប់មិនបានក៏យាយលោកយាយនិងលោកតាក៏នៅតែអូនិយាយរួមទៅអូយស្រឡាញ់ចៅណាលោកយាយនិងលោកតាកាចមែនទេណាកាចអូយកាចខ្ញុំនៅក្មេងៗវិញធ្វើអីខំបានទេដឹងស៊ីនំរំពាត់ហើយតែដល់ពេលមកដល់ចៅវិញហីចៅលោឡាឆ្លោះគ្នាស្រែកអូយយាយពីលពឹសលេងពេញផ្ទះក៏លោកយាយលោកតាអង្គុយធ្វើមិនដឹងល្ញឹមអង្គុយល្ញឹមខ្ញុំថាយីមើលយាយគេតាគេណោះកាឯងវិញដល់ស៊ីនំរំពាត់ហើយប៉ុន្តែដល់ពេលមកដល់ចៅវិញគ្មានទេមកដល់ចៅវិញគ្មានអាណាប៉ាបានទេហ្នឹងហើយហ្នឹងគឺជាសកម្មភាពលោកយាយពេញរយៈពេល8ថ្ងៃដែលខ្ញុំទៅនៅជាមួយគាត់ហ្នឹងទៅនៅផ្ទះលោកតាលោកយាយប៉ុន្តែខ្ញុំអត់សូវបានថតសកម្មភាពលោកយាយច្រើនដោយលោកតាទេដោយសារលោកយាយគាត់លវលច្រើនជាងអញ្ចឹងទៅខ្ញុំអត់ដែលបាននៅចិត្តលោកយាយទេគឺខ្ញុំនៅជាមួយតារហូតដោយសារតាគាត់នៅផ្ទះហើយលោកយាយគាត់តែងតែទៅនេះទៅនោះអញ្ចឹងទៅអញ្ចឹងហើយក៏ខ្ញុំនៅមួយលោកតាក៏នៅចិត្តគ្នាអញ្ចឹងក៏ថតបានច្រើនជាងលោកយាយអញ្ចឹងទៅនឹងហើយនឹងក៏សកម្មភាពលោកយាយនៅជាមួយចៅនៅជាមួយកូនប្រសានិយាយរួមទៅអ្នកមើលឃើញនិយាយរួមក្តីសុខមែនទែនក្តីសុខមិនក្តីសុខគឺនៅជាមួយនឹងលោកយាយលោកតាបែបគ្រួសារបែបលក្ខណៈជានិយាយរួមទៅគឺខ្ញុំមិនដឹងថាបរិយាយល្មិចឲ្យបានដឹងពីអារម្មណ៍ដែលថាយើងសប្បាយចិត្តដែលបានទៅនៅជុំគ្នាមួយបងប្អូនជុំគ្នាហើយលោកយាយពិតជាសប្បាយចិត្តមែនទែននៅពេលដែលខ្ញុំទៅចំថ្ងៃហើយកឋិនគឺនិយាយរួមទៅគឺខ្ញុំក៏បានចូលរួមលក្ខណៈបច្ច័យជាមួយនឹងលោកយាយឲ្យគាត់ទៅធ្វើបុណ្យធ្វើកឋិនជុំគ្នាគឺលោកយាយសប្បាយចិត្តមែនទែនគឺគាត់ថាតាំងពីកាត់មកដល់ប៉ុណ្ណឹងក៏ដែលបានទូត្រីទេលើកនឹងហើយលើកទី1ហើយដែលកាត់ទូត្រីនិយាយរួមទៅគឺសប្បាយចិត្តមែនទែនហើយពួកខ្ញុំជាកូននេះកូនចៅនឹងក៏សប្បាយចិត្តជំនួសកាត់ដែលកាត់បានទូត្រីបំពេញបំណងក្តីប្រាថ្នារបស់កាត់តាំងពីកើតរហូតដល់ប៉ុណ្ណឹងហើយនៅគឺជាសកម្មភាពទោះបីជាលវលទៅបនទៅខែកាត់ថេននៅប៉ុណ្ណាក៏លោកយាយមិនដែលភ្លេចការងារដែលកាត់ត្រូវធ្វើទេនឹងគឺបេះតកួនលោកយាយចូលចិត្តដាំដំណាំណាស់មិនថាដាំតកួនដាំកឆែតដាំអីគេភ្លឹងកែបឬក៏ដាំស្ពៃទេគឺខែហ្នឹងគឺដាំតកួនស្រួលជាងគេអញ្ចឹងហើយបានគាត់ដាំតកួនអញ្ចឹងទៅហើយខ្ញុំក៏មិនដែលភ្លេចទេពេលខ្ញុំទៅគឺខ្ញុំតែងតែជួយបេះតកួនបេះអីនិយាយរួមទៅគឺយើងមិនទៅដេកលេងទេណាយើងទៅលក្ខណៈខ្ញុំទៅដេកទៅលេងនឹងឯងប៉ុន្តែគឺការងារគាត់មានហើយគឺត្រូវតែជួយគាត់នឹងឯងការងារផ្ទះអីជួយបោះជួយសម្អាតជួយលាងចានលាងឆ្នាំងដាំបាយធ្វើម្ហូបការងារច្រើនអញ្ចឹងទៅក៏ជួយគ្នាម្ដាយមួយជើងអញ្ចឹងទៅប៉ុន្តែពេលខ្លះម្ហូបខ្លះខ្ញុំអត់ចេះធ្វើគាត់ចង់ញ៉ាំម្ហូបខ្លះខ្ញុំអត់ចេះធ្វើគឺខ្ញុំឲ្យគាត់ធ្វើអញ្ចឹងទៅអញ្ចឹងទេគឺខ្ញុំធ្វើក៏ធ្វើបដាសួរបដាអញ្ចឹងទៅពេលខ្លះគាត់ថាអូយបបាបាច់សួរទៅអញអ្នកធ្វើវិញទៅក៏អញ្ចឹងឯងពេលខ្លះខ្ញុំខ្ជិលធ្វើខ្ញុំថាអូយតែប្រយ័ត្នទៅខ្ញុំធ្វើញ៉ាំអត់កើតនឹងដឹងរឿងហើយហ៊ានតែនិយាយថាវាធ្វើស៊ីម្ហូបធ្វើម្ហូបស៊ីមិនកើតនឹងដឹងត្រូវហើយគាត់ថាលឺតែអញ្ចឹងបាច់ធ្វើទៅអញនេះធ្វើកាប់ពេលខ្ញុំខ្ជិលដែរនិយាយពីយាយប៉កែដាំតកួនមែនទែនល្អនេះឃើញឯងម្ដុំហ្នឹងគឺប្រហែលជា1គីឡូអីដែរហ្នឹងហើយល្អមែនទែនខ្ញុំទៅដាំខ្ញុំទៅដល់នឹងខ្វះក៏តកួនហ្នឹងឯងមួយថ្ងៃគឺញ៉ាំតែតកួនហ្នឹងឯងឆាតកួនលីងតកួនដុតតកួនឡម្ជូរតកួនបុកតកួននិយាយរួមទៅគឺខ្ញុំមិនដែលញ៉ាំតកួននេះគឺលោកយាយសកម្មភាពលោកយាយស្លម្ជូរតកួនចាំចេញវីដេអូទាក់ទងនឹងស្លម្ជូរតកួនបែបអ្នកស្រុកស្រែបែបលក្ខណៈគ្រួសារខ្ញុំ
ប៉ុន្តែនេះគឺជាសកម្មភាពរបស់លោកយាយរយៈពេល8ថ្ងៃដែលខ្ញុំទៅនៅជាមួយនឹងមួយលោកយាយទៅលេងស្រុកខ្មែរហ្នឹងណានិយាយរួមទៅសកម្មភាពលោកយាយអត់មានច្រើនដោយលោកតាទេព្រោះដោយសារតែលោកតាដោយសារតែលោកយាយសុខភាពគាត់អត់ទៅល្អដោយលោកតាទេអញ្ចឹងហើយក៏ពួកខ្ញុំមិនចង់ឲ្យគាត់ធ្វើអីច្រើនអញ្ចឹងទៅលោកតាគឺរ៉ាប់រងតែឯងសឹងតែឯងទាំងអស់ហើយនេះសកម្មភាពលោកយាយគឺមើលចៅនឹងឯងមើលចៅបច្ចុប្បាយចៅនេះអាចៅនឹងគឺក្បាលខូចណាស់លោកអើយលោកនិយាយពីក្បាលខូចនេះហើយបច្ចុប្បន្នតែមួយនឹងឯងបើចៅជប៉ុនវិញមិនឲ្យចិត្តសោះចៅជប៉ុនវិញឲ្យឃើញមុខយាយវិញណូរហូតហើយនេះគឺសកម្មភាពរៀបចំទៅបន់ទៅវត្តអីចឹងទៅនិយាយរួមទៅគឺសកម្មភាពបែបគេហៅថាបែបមានសុភមង្គលជុំគ្នាជុំគ្រួសារអញ្ចឹងទៅណាមើលគាត់តែឃើញក្នុងវីដេអូហ្នឹងក៏ដឹងថាលោកយាយសប្បាយចិត្តប៉ុណ្ណាដែរបានទូត្រីហើយសកម្មភាពហ្នឹងគឺសកម្មភាពហ្នឹងដូចខ្ញុំធ្លាប់ចេញវីដេអូពីមុនហ្នឹងឯងប៉ុន្តែគាត់ថាខ្ញុំកាត់យកមកប្រមូលសកម្មភាពលោកយាយអញ្ចឹងទៅលោកយាយបានទូត្រីគឺសប្បាយខ្លាំងមែនទែនហើយនេះគឺពេលយើងមកទូត្រីនៅខាងមុខនៅចាំគេអញ្ចឹងទៅហ្នឹងគឺជាលោកយាយទួតរបស់ខ្ញុំនិយាយរួមទៅគឺពួកខ្ញុំនៅទាំងអស់នៅទាំងលោកយាយទួតនៅទាំងលោកពុកនៅទាំងអ្នកម្ដាយហើយមកពីវត្តវិញនេះអត់ទេគឺនេះមកពីកឋិនវិញគឺបន្តសកម្មភាពដដែលគឺការបេះផ្កាអង្គាដីនិយាយរួមទៅយាយដាំអង្គាដីទុកបេះឲ្យម៉ួយអញ្ចឹងទៅដាំតែផ្កាទេបេះតែផ្កាទេហើយអត់មានចេះហត់ទេណាមកពីវត្តវិញសបាយនឹងប៉ុនហើយកម្លាំងព្រឹសម្ដងនេះផ្កាអង្គាដីផ្កាច្រើនមែនទែនអញ្ចឹងហើយគឺគាត់ឆ្លៀតបេះដល់ពេលឃើញបេះយូរពេកយប់ពេកអញ្ចឹងទៅក៏ខ្ញុំមកជួយបេះដោយសារមកជួយបេះហ្នឹងខ្ញុំបេះធ្វើលក់ផងទេអញ្ចឹងទៅគាត់ថាបាច់បេះទេទៅឲ្យគាត់បេះព្រោះភ្លៀងមកប្រយ័ត្នផ្ដាសាយខ្ញុំថាយីមកមួយទៀតហើយនេះខ្ញុំតាមមកមួយទៀតហើយផ្ដាសាយណាផ្ដាសាយខ្ញុំតែខ្ញុំជួយបេះឆាប់អស់ខ្ញុំថាអូយាយពីថាជប់បេះខ្លួនឯងទុកឲ្យកូនបេះទៅចោលចូលទឹកក្នុងវិញទៅប្រយ័ត្នផ្ដាសាយខ្លួនឯងហ្នឹងគាត់ថាអត់ទេទុកគាត់នេះបេះគាត់ចង់បេះគាត់ឃើញផ្កាអង្គាដីច្រើនពេកទៅខ្វះកននៅមួយសកម្មភាពខ្លួនឯងទៀបទេប៉ុន្តែហូយាយពីហក់បេះខ្ញុំថាបានលើហើយបានលើអីគេថាបានអីគេប្រយ័ត្នបាក់ដើមគេដីទុកខ្ញុំបេះទៅបន្ទាប់ពីបេះគេដីរួចហើយណែមកអាំងសាច់ជ្រូកនិយាយរួមទៅចង់ភៅជើងចាស់ដូចថ្ងៃមុនដែលខ្ញុំចេញវីដេអូតាក់ទងទៅនឹងរសជាតិអ្នកម្ដាយហ្នឹងអ្នកគឺរសជាតិនឹងឯងនេះសកម្មភាពគិតកំពុងតាអាំងហ្នឹងគឺរសជាតិមួយនឹងឯងហ្នឹងហើយអរគុណច្រើននឹងគឺជាសកម្មភាពរបស់លោកយាយ